Vàជំរាបសួរសួស្តីគ្នាថ្ងៃនេះខ្ញុំមាន topic មួយសម្រាប់ជួបមកបង្ហាញក្នុងការកែច្ដាជាទូទៅការកែច្ដាយើងអាចគូជា cell slab panel ដើម្បី design ប៉ុន្តែខ្ញុំមាន tip មួយគឺយើងមិនអត់ចាំបាច់គូនៅក្នុង model ផ្ទាល់ទេយើងយកមកសិក្សាខាងក្រៅដោយយើងគ្រាន់តែគូ frame យើងបង្កើតទទឹងកម្រាស់វាដូចកម្រាស់ slab យើងធម្មតាទៅតមកទៀតយើងគូកម្ពស់យើងគូ landing អីដូចរឿង slab យើងមកហើយយើងប្រើជាតម្រ pin សងខាងលើក្រោមហើយសម្រាប់ការដាក់បន្ទុកគឺយើងដាក់ដូចគ្នាគឺយើងគ្រាន់តែបំលែងវាពីផ្ទៃមកកាន់ line បន្ទុកជា line loadសម្រាប់ការគណនាជា frame ហើយនិង cell គឺវាមានលក្ខណៈខុសគ្នាបែបណាហើយយើងទីហោការ design ជា cell យើង apply បន្ទុកយើងយកកម្លាំងមកវាដើម្បីធ្វើសិក្សាផ្សាយទៅខាងក្រៅអូខេឥឡូវយើងមានបន្ទុកតែយើងមានបន្ទុកdead load គឺ 4.5 គីឡូក្នុង1ម៉ែត្រការ៉េដោយសារតែ slab យើងស្ដារយើងមានទទឹង1ម៉ែត្រអញ្ចឹងបើយើងត្រូវចែកក្នុង1ម៉ែត្រមកវា 4.5 គីឡូទីហោបើថានេះយើងទទឹង slab យើង2ម៉ែត្របន្ទុកលើផ្ទៃ 4.5 គីឡូនីតុនក្នុង1ម៉ែត្រការ៉េអញ្ចឹងយើងត្រូវចែកនឹង2ម៉ែត្រអញ្ចឹងយើងត្រូវ apply តាមនឹងមកយើងចែកឃើញបានយើង apply តាមនឹងមកអូខេឥឡូវយើងទុកlight load 5 គីឡូហើយជាដើរហ្នឹងប្រវែង5ម៉ែត្រ5.6ម៉ែត្រ landing 1ម៉ែត្រកន្លះតាមពិតកន្លែង line load នៅលើ landing នេះតែ2គីឡូទេតែយើងដាក់ដូចគ្នាទៅដើម្បីសម្រួលការគណនាឥឡូវយើងបានបន្ទុកប៉ុណ្្នឹងហើយយើង apply support យើងប្រើជា pin support ក៏បានជាប្រើ pin support ហើយយើង run analyze វាមកអូខេតមកទៀតយើង show កម្លាំង bending moment យើង result អូខេយើងបើកនេះវា combination line load អញ្ចឹងយើងយក combination 1.2 + 1.6 line load អូខេអញ្ចឹងenvelope យើងបើកសាច់មើល
ខេយើងមើល 2D មើល line តោះទេយើងពិបាកមើលយើងបើកសាច់មកយើងដឹងកម្លាំងវាមិនអូខេឥឡូវយើងទទួលបានកម្លាំងម៉ងកដាល span 30.41 គីឡូនិងគោលតម្រយើងគោលតម្រនៅ support ខាងចុងនេះវាកើនដល់ 38.20 គីឡូម៉ែត្រនឹងជាតម្លៃមុំម៉ងតទៅទៀតជំរាបបន្ទាប់យើងត្រូវយើងមាន script market ទៀតខ្ញុំបើក script market មកអូខេឥឡូវយើងគិតថា slab យើងស្ដាយយើងស្រៀង30ឬក៏25តាមយើងសិក្សាជាក់ស្ដែង cover អានេះដែកមេដែកក235អូខេនេះអានេះដាក់0ក៏បានដាក់ប៉ុណ្្នឹងក៏បានអត់មានអីទេតទៅទៀតយើង apply មុំម៉ងយើង38.2 មុំម៉ង maximum 38.2 គីឡូអានេះជារូបតំណាងសម្រាប់យើងងាយស្រួលមកការវ៉ាច់ចាក្រាមការបញ្ចូលថ្លៃតទៅទៀតយើងមានកម្រាស់យើងហើយកម្រាស់យើងប្រមាណយើងចូលមក property មានថា1ម៉ែត្រមកទឹក2គុណនឹង1ម៉ែត្រចឹងមកទឹក2 B យើងមកទឹក1ម៉ែត្រ10 100 សង់ទីម៉ែត្រយើងអានេះមកទឹក2តទៅមកទៀតយើងចង់កណនាថាប្រវែងដែកអានេះដែក minimum ទេ minimum យើងអត់គិតទេមានន័យថាយើងចង់កណនា10លី150នេះគឺ ratio យើងគឺអត់ជាប់ទេយើងត្រូវបន្ថយ spacing ថា120អាចទៅរួចដែរ120ក៏អត់រួចដែរយើងអាចជុំមកតាក់មួយអូខេចឹងជាដើរហ្នឹងមកតាក់មួយក៏អត់ទៅរួចដែរតើយើងបន្ថែមទំហំដែកមេអូខេចឹងវាចូល90អញ្ចឹងនេះអាចតម្លើង strength 100វិញហើយស្ទើជំថយ cover ចូល20បានទេអូខេអញ្ចឹងសម្រាប់ស្ដារប្រភេទនេះដែល span វាដល់5ម៉ែត្រតែ5ម៉ែត្រវាធំដែរបតសម្រាប់ផ្ទះធម្មតាត្រឹម2ម៉ែត្រ3ម៉ែត្រហើយតែនេះយើងទាហរណ៍ថា span វា15ម៉ែត្រកន្លះ5ម៉ែត្រកន្លះអញ្ចឹងវាត្រូវការដែកមេ12លី100តមទៀតយើងគណនាដែក minimum សម្រាប់ដែកទទឹងដែក minimum គឺយើងដែក minimum គិតបានដែក minimum គឺយើងឲ្យ spacing ថាបើនេះវា100យើងអាចឲ្យ200ក៏បានដែរយើងប្រើ10លី10លីក៏វា ratio 0.75ដែរបើយើងអាចឲ្យដល់300ជាប់ទេដែក minimum ចឹងអាចធ្វើ250អូខេចឹងយើងអាចប្រើដែក minimum បានដល់250
10 លី250តបទៀតយើងសរុបមកយើងអាចកែបានថាដែកមេគឺដែកតាមទិសទិសបណ្ដោយនេះគឺដែកទុកម៉ូម៉ង់អូខេឥឡូវខ្ញុំសូមគូម្ដងទៀតទីហើយយើងមានភ្នំចេះអូខេខ្ញុំគូនៅក្នុងនេះមកគូនៅក្នុងនេះដែកមេយើងត្រូវបរិយាតាមទិសនេះអូខេតមកទៀតដែកបដោយយើងត្រូវមាននេះនឹងហៅដែកបដោយដែក syncake ឬក៏ដែក minimum ដែកតឹងមានន័យយើងមើលពីលើមកគឺដែកតឹងហើយសម្រាប់ការកាត់ដែកគឺគេកាត់នៅប្រវែងL លើក3ពីខាងលើ L លើក3មាននៅប្រវែងនេះប្រវែងL ហើយយើងកាត់ L លើក3មានថាដែកខាងលើវាត្រូវកាត់ចោលប្រវែងនេះអញ្ចឹងមានថាចន្លោះនេះគឺដែកធ្វើការទេដែកខាងលើអញ្ចឹងអាចកាត់ចោលបានអូខេហើយយើងអាចធ្លាក់វាឡើងលើវិញបានតមកទៀតចដើយើងធ្វើការឆែក deflection បើសិនយើងចង់ឆែក deflection យើងត្រូវចូលតម្លៃច្រើនតែមិនសូវ control deflection នេះគឺ control ជាមួយ moment ទេយើងឆែកទៅ moment ប៉ុណ្ណឹងក៏បានដែរហើយនៅផែជាវីដេអូខាងក្រោយខ្ញុំនឹងធ្វើពីស្ដារគណនាដោយ cell គៀងគូ cell ដើម្បីគណនាហើយនឹងយើងគណនាដោយគូ frame member អញ្ចឹងតើវាខុសគ្នាបែបម៉េចហើយដូចគ្នាបែបម៉េចសម្រាប់ខ្ញុំការគូ frame ចេះគឺវាស្រួលយើងស្រួលadjustment យើងស្រួលមើលតម្លៃកម្លាំងរបស់យើងគឺវាចេញមកវាស្រួលមើលវា envelope ឲ្យយើងស្រាប់តែម្ដងដល់យើងមិនចាំបាច់គូ strip យើងអាចមើល map មើលអីពិបាកបើទំហំជាដើយើងថា2ម៉ែត្រទៅយើងគ្រាន់តែព្រិចទៅតឹងថាជាដើយើងគ្រាន់តែ member វា member ជាដើយើងដាក់2មកចឹងតម្លៃ1ម៉ោងក៏វាថយតាមនឹងដែរឧទាហរណ៍យើងដាក់2ចាំមើល1ម៉ោងវាថយប៉ុន្មានអូខេចាំមើលខ្ញុំសាកឧទាហរណ៍ទៀតយើង analyze ស៊ីមកអូខេចឹងបើយើងប្រើដល់2ម៉ែត្រគឺវាកើន1ម៉ោងកើនដល់40ចឹងក្នុងការគណនានេះក៏យើងត្រូវដាក់2ម៉ែត្រដែរ
យើងត្រូវដាក់ B 2 ម៉ែត្រហើយគណនាគឺដៃថយជាងមុនអូខេវីដេអូនេះមានប៉ុណ្្នឹងទេសូមអរគុណ